ម៉ោងដើរខុសអញ្ចឹងឡានបងប្អូនដែលមានកន្លែងសេរីបែបនេះនេះបងប្អូនមាន2មានបតុងទុយ2ហ្នឹងមានអក្សរ X នេះអក្សរ X នៅខាងលើអក្សរ M នៅខាងក្រោមអញ្ចឹងអក្សរ X ហ្នឹងគឺគេចង់បានន័យថាម៉ោង M ចង់បានន័យថានាទីអញ្ចឹងអត់ពិបាកសេរីទេបងប្អូនបើសិនជាម៉ោងបងប្អូនដើរខុសឬក៏ដើរបែបនេះដើរម៉ោង 16.14 ហ្នឹងអញ្ចឹងអាហ្នឹងគឺបានន័យថាម៉ោង 4.14 តែបងប្អូនថៃពិបាកមើលបងប្អូនចង់មើលដាក់មកម៉ោង 4 គឺម៉ោង 4 ម៉ោង 3 គឺម៉ោង 3 អត់មាន16 13ទេអញ្ចឹងយើងចុចចគាត់លើម៉ោងនេះឲ្យជាប់មកវានឹងលោតបែបនេះអញ្ចឹងដល់លេខ 4 យើងប្រឡែងមកហើយនាទីត្រូវហើយបើសិនជានាទីអត់ទាន់ត្រូវទៀតបងប្អូនអាចចុចនៅលើអក្សរ M ហ្នឹងចុចលើអក្សរ M ហ្នឹងឲ្យជាប់មកបងប្អូនចុចទៅគឺវា load plate អញ្ចឹងណាអញ្ចឹងគឺដល់កន្លែងនាទីណាដែលបងប្អូនត្រូវការឈប់គឺឈប់ត្រឹមប៉ុណ្្នឹងមកគឺវានៅប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនមើលវាមានកុងតាក់ទុយ2ហ្នឹងវាមានអក្សរ X និងអក្សរ M អញ្ចឹងឡានដែលមានកុងតាក់បែបហ្នឹងបងប្អូនអាចធ្វើតាមខ្ញុំបានណាហើយចាំមើលវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបសេរីម៉ោងនៅក្នុងតាប្លូវិញម្ដងបងប្អូនក្នុងតាប្លូឬក៏លើអេក្រង់នេះតែនេះសម្រាប់សេរីម៉ោងខាងលើបងប្អូនដែលកន្លែងខាងលើចិត្តកន្លែងសំផ្លូវហ្នឹងអញ្ចឹងឡានបងប្អូនដែលមានកន្លែងបតុងចុច2មានអក្សរ A អក្សរ M ហ្នឹងអាចសេរីតាមខ្ញុំបាន